Bây giờធ្វើរោគវិនិច្ឆ័យថាគាត់ជាមានជំងឺ Schizo ឬជំងឺវិកលចរិតនឹងមែនបានន័យថាយ៉ាងតិចណាស់ក៏មាន2ដែររោគសញ្ញាដូចជាការស្ដាប់ឮដែលអ្នកដទៃស្ដាប់មិនឮដូចជាសំឡេងទេវតាសំឡេងខ្មោចព្រាយបិសាចហ្នឹងយើងស្ដាប់អត់ឮទេទី2គាត់អាចមើលឃើញអ្វីដែលយើងមើលមិនឃើញយកថាឃើញទេវតាហោះឃើញខ្មោចឃើញព្រាយឃើញសត្វហោះឃើញអីខុសដែលយើងមើលអត់ឃើញអញ្ចឹងអាច2ហ្នឹងឬក៏គាត់និយាយអត់មានឃ្លាមានប្រយោគហ្នឹងអញ្ចឹងអាចយ៉ាងតិចក៏មាន2ដែររយៈពេលលើសពី6ខែទៅអាហ្នឹងសង្ស័យថាជំងឺគាត់ហ្នឹងគឺជំងឺវិកលចរិតហើយការព្យាបាលគឺពិបាកព្យាបាលបើនិយាយស្រួលស្ដាប់គឺអត់ជាទេជំងឺហ្នឹងប៉ុន្តែយើងអាចគ្រប់គ្រងបានបើសិនជាអ្នកជំងឺម្នាក់គាត់ថាគាត់មើលឃើញអ្វីមួយហើយយើងមើលអត់ឃើញណាឬក៏គាត់ស្ដាប់ឮអ្វីមួយនោះដែលយើងស្ដាប់អត់ឮដែលយើងអ្នកធម្មតាស្ដាប់អត់ឮហ្នឹងឬក៏គាត់និយាយស្ដីមិនថាគាត់និយាយស្ដីតែឯងឬក៏និយាយមកវាអត់មានប្រយោគមានឃ្លាអីត្រឹមត្រូវយើងស្ដាប់បានប៉ុន្តែមិនដឹងមានន័យថាម៉េចនិយាយអត់មានប្រយោគអត់មានឃ្លានិយាយនេះមួយរឿងទៅចូលសាច់រឿងអីផ្សេងទៅនិយាយកទៅរឿងគោខូងោនិយាយតែឯងចឹងទៅហើយមួយទៀតឬក៏គាត់មានអាកប្បកិរិយាខុសពីគេអាចដើរធ្វើនេះធ្វើនោះអាចបេះបោចអញ្ចឹងខុសពីធម្មតាហ្មងហើយឬក៏អ្នកផ្សារគាត់ចេញមកគាត់នៅតែក្នុងបន្ទប់ទេគាត់អត់មានចេញមកក្រៅគាត់ខ្លាចខាងក្រៅខ្លាចកន្លែងណាដែលមានមនុស្សច្រើនគាត់ចេញតែពួននៅម្នាក់ឯងឬក៏គាត់កិច្ចការងាររបស់គាត់ប្រចាំថ្ងៃហ្នឹងធ្វើពីមុនឧទាហរណ៍គាត់ធ្វើការងារហ្នឹងចប់សពគ្រប់ការងារដដែលប៉ុន្តែឥឡូវគាត់ធ្វើលេងបានធ្វើបានបន្តិចឈប់គាត់គិតអីអត់ចេញសញ្ញាដែលខ្ញុំរៀបរាប់ខាងលើនេះបងប្អូនត្រូវគិតថាអាហ្នឹងអាចគាត់មានជំងឺវិកលចរិតជំងឺឈួតវិកលចរិតឬក៏យើងហៅជំងឺឈួតហ្នឹងក៏បានដែរហើយដែលភាសាអង់គ្លេសគេហៅថា schizophrenia ឬក៏យើងនិយាយខ្លីៗ schizo កើតជំងឺ schizo អីចឹងទៅប៉ុន្តែមិនមែនឃើញសញ្ញាដែលខ្ញុំរៀបរាប់ខាងលើមិញហ្នឹងគ្រាន់តែឃើញម្ដងថាគាត់ជំងឺវិកលចរិតឬក៏គាត់មានជំងឺឈួតនោះទេលុះត្រាតែរយៈពេលហ្នឹងអាចលើសពី6ខែទៅបងប្អូនបាទបើយើងធ្វើរោគវិនិច្ឆ័យថាគាត់ប្រកាសជាមានជំងឺ Schizo ឬជំងឺវិកលចរិតនឹងមែនបានន័យថាយ៉ាងតិចណាស់ក៏មាន2ដែររោគសញ្ញាដូចជាការស្ដាប់ឮដែលអ្នកដទៃស្ដាប់មិនឮដូចជាសំឡេងទេវតាសំឡេងខ្មោចព្រាយបិសាចហ្នឹងយើងស្ដាប់អត់ឮទេទី2គាត់អាចមើលឃើញអ្វីដែលយើងមើលមិនឃើញយកថាឃើញទេវតាហោះឃើញខ្មោចឃើញព្រាយឃើញសត្វហោះឃើញអីខុសដែលយើងមើលអត់ឃើញអញ្ចឹងអាច2ហ្នឹងឬក៏គាត់និយាយអត់មានឃ្លាមានប្រយោគហ្នឹងអញ្ចឹងអាចយ៉ាងតិចក៏មាន2ដែររយៈពេលលើសពី6ខែទៅអាហ្នឹងសង្ស័យថាជំងឺគាត់ហ្នឹងគឺជំងឺវិកលចរិតប៉ុន្តែគ្រូពេទ្យត្រូវទាត់ចោលជំងឺផ្សេងៗទៀតដែរដូចជាគាត់មានជំងឺវិកលចរិតជំងឺផ្លូវចិត្តផ្សេងទៀតដូចជាជំងឺបាក់ទឹកចិត្តជំងឺគេហៅថាជំងឺមេនីឬក៏គាត់មានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែមជំងឺប្រចាំកាយផ្សេងៗហ្នឹងដែលធ្វើឲ្យគាត់បាក់ទឹកចិត្តមួយចំនួនដូចជាជំងឺបេះដូងជំងឺទឹកនោមផ្អែមជំងឺរ៉ាំរ៉ៃជំងឺមហារីកជំងឺអេដជំងឺអីជាដើមដែលធ្វើឲ្យគាត់បាក់ទឹកចិត្តហ្នឹងយើងត្រូវទាត់ចោលជំងឺហ្នឹងមានថាគាត់អត់មានជំងឺទាំងអស់ហ្នឹងទេហើយគាត់មានសញ្ញាហ្នឹងហើយមួយទៀតក៏យើងត្រូវគិតដែរថាអ្នកជំងឺហ្នឹងក៏អត់មានប្រើថ្នាំញៀនក៏អត់មានហូបស្រាឬក៏ប្រើថ្នាំសបាយអីមួយចំនួនទេអញ្ចឹងយើងត្រូវទាត់ចោលជំងឺទាំងអស់ហ្នឹងសិនហើយមានលក្ខខណ្ឌដូចជាស្ដាប់ឮខុសពីធម្មតាអ្នកដទៃស្ដាប់មិនឮមើលឃើញខុសពីធម្មតាដែលអ្នកដទៃមើលមិនឃើញការនិយាយស្ដីរបស់គាត់ហ្នឹងគឺអត់មានឃ្លាមានកតុយអត់មានប្រយោគអត់មានអីទេស្ដាប់បានឬក៏ស្ដាប់មិនបានទេយើងស្ដាប់អត់បានទេអញ្ចឹងណាអាហ្នឹងគឺជាជំងឺវិកលចរិតហើយការព្យាបាលគឺពិបាកព្យាបាលបើនិយាយស្រួលស្ដាប់គឺអត់ជាទេជំងឺហ្នឹងប៉ុន្តែយើងអាចគ្រប់គ្រងបាន
Chẳng chia sẻ rộp bảo vĩnh, chúng ngư bị coi chả rắc, chia chúng ngư mình chia tế, bàn tay dân ai cục krong bán, ai lúc lục sấy trơ spay đồ cục pết, ở ban chết, rư gọi toàn phê về lý đầm bấy, tôi cài chuyện ba là ban trầm trừ. Vậy bắt đầu vì mình chia tay dân cục krong bán cầm ở quạt nên cục nát nói, cài vì cá rưu, sa cam phiệp na môi bỏ quạt nô bà, so mà con xùm chùm phiệp lê bà bồn.